មកពីក្រៅហត់មិននឹងភ្លេចទូរស័ព្ទនៅកន្លែងធ្វើការបងប្អូនអើយតើយំតាមយកទៅដែរឃើញអីតាមផ្លូវនឹងទិញទាទិញចាប់ហួយគេម៉ោង9ជាងហើយភ្លេចទូរស័ព្ទតាំងពីល្ងាចទឹមចុចរោអស់ចិត្តអត់ឃើញបានអ្នកកន្លែងធ្វើការនឹងគេលើកក្មេងៗនឹងកន្លែងធ្វើការនឹងលើកក៏អញ្ចឹងទៅក៏ទៅយកទូរស័ព្ទភ្លាមនឹងលើឃ្លានមកថតសកម្មភាពញ៉ាំលើកមានរួចអីងុយខ្លាំងហើយលើកកពុបមកញ៉ាំអាដេទាអាពងក្រួចនោះមានដឹងហិលអីញ៉ាំនៅកន្លែងគេលក់មិញហិលស្រែកទៅបានឲ្យទឹកញ៉ាំតែពេលឥឡូវឲ្យញ៉ាំអាដេនឹងឲ្យបាត់ហិលអរគុណច្រើនបងប្អូនទាំងអស់គ្នាស្រួលណាស់កូននឹងឲ្យតែញ៉ាំអីហើយនេះបន្ទាប់ពីញ៉ាំផ្លែទន្លាប់ហើយយកទៅដាក់នៅផ្កាกระดาษហ្នឹងគឺឲ្យតែញ៉ាំឆ្អែតហើយពេលថ្ងៃស្រួលអញ្ចឹងយើងរៀបចំទៅធ្វើការធ្វើអីតាមតែចិត្តយើងតែថ្ងៃនេះខ្ញុំមិនបានទៅធ្វើការទេខ្ញុំទៅមន្ទីរពេទ្យពិនិត្យសុខភាពមួយខែ2ដងអញ្ចឹងដឹងតែយើងរវល់គឺអត់ទេឲ្យតែថាព្រលឹមឡើងយើងយកទៅដាក់គៀនកន្លែងផ្លាក់ស្លឹកឈើស្លឹកអីគឺគាត់លេងហើយឡើងតោងញ៉ាំនឹងញ៉ាំស្អីទេវ៉អីនឹងថ្នាំស្វាថ្នាំអីខ្ញុំអត់ដឹងទេតែមិនញ៉ាំផ្កាกระดาษទេគឺញ៉ាំវ៉ហ្នឹងឲ្យមានផ្លែឈើវ៉ហ្នឹងគឺគេចូលចិត្តហើយគេញ៉ាំរបៀបកំសាន្តមាត់គេមិនញ៉ាំយកឆ្អែតទេគឺលពឹសមាត់លពឹសកគេនឹងគេចូលចិត្តអាស្លឹកឈើពណ៌បៃតងហ្នឹងបងប្អូនទាំងអស់គ្នាគេចូលចិត្តណាស់ប៉ុន្តែខ្ញុំគិតថាប្រហែលជាត្រូវផ្លែហ្នឹងដែលត្រូវវាចូលចិត្តញ៉ាំអញ្ចឹងឬក៏ថ្នាំអីវាទេទាំងមេវាក៏ដោយឲ្យទៅចិត្តដើមឈើហ្នឹងដុះច្រើនហ្នឹងលបងផ្ទះខ្ញុំហ្នឹងខ្ញុំដើមកណ្ដាស់ជុំវិញហ្នឹងគឺទៅឡើយហ្នឹងមានវ៉អីហើយមានផ្លែវ៉ហ្នឹងគឺវាចូលចិត្តញ៉ាំហើយវាញ៉ាំរបៀបលេងកំសាន្តមាត់វាអញ្ចឹងខំលេងអញ្ចឹងហើយវាមានក្តីសុខណាស់កន្លែងដើមខៀវអញ្ចឹងចូលចិត្តណាស់ពេលថ្ងៃយើងទុកចោលកន្លែងហ្នឹងទៅនៅកន្លែងហ្នឹងឯងនៅលេងហ្នឹងឯងបើសិនជារួចអីចឹងគឺរត់ពេញទៅនឹងវល់ម៉ែខ្ញុំអីហ្នឹងដល់ថ្ងៃនេះមកពីមន្ទីរពេទ្យវិញជិះកាត់ស្រះឈូកគេឃើញគេបេះឈូកល្អក៏ទិញផ្លែឈូកយកមកឲ្យខុកខីញ៉ាំម្ដងមានអីចេះញ៉ាំផ្លែឈូកដែរតាជាពិសេសពូប៊ីលីគេចូលចិត្តញ៉ាំតែអត់បានថតជាមួយគ្នាថតផ្សេងគ្នាថតយកអាវក្មួយសិននោះចូលចិត្តញ៉ាំផ្លែឈូកយកដកជាប់នៅក្នុងគេស្គៀមគេហ្នឹងគេលាក់ផងគេញ៉ាំផងមើលអង្គុយស្រាតឲ្យឈ្នះមកដល់ឃើញយើងហុចឈូកឲ្យចឹងតែឃើញថតបន្តិចទៅអត់ទាន់បានញ៉ាំបាយថតញ៉ាំឈូកតិចសិនទៅនឹងឲ្យចូលចិត្តឈូកណាស់កូនប្រុសនឹងតែសូវឲ្យញ៉ាំទេតាំងពីតូចញ៉ាំម្ដងបកអាសបកឈូកហ្នឹងគេបកមួយជាន់ហើយអាមួយជាន់ទៀតហ្នឹងក៏គេអសហ្នឹងក៏គេបកដែរគេមិនញ៉ាំទាំងអស់ទេគឺគេយកតែកណ្ដាលក្រៅទេគេបកអាហ្នឹងមកស្ទាប់ហើយគេបកអាក្របឈូកមួយស្លឹកស្ដើងហ្នឹងមកស្ទាប់ទៀតហើយគេអាកណ្ដាលហ្នឹងគេដឹងតែល្វិញទៀតដូចចេះមកពីពោះម៉ែហ្មងដឹងថាឈូកគេញ៉ាំមិនហើយទៅអាយុ1ឆ្នាំជាងដឹងទាំងអស់ស្អីញ៉ាំមិនសបកបកចោលមិនអីមិនគឺដឹងទាំងអស់ហ្មងដូចកើតមកចេះដឹងមកពីពោះម្ដាយបណ្ដោយចង់ញ៉ាំអីក៏ដោយត្រូវតែបកសបកចោលបកសបកឲ្យនោះអាពណ៌សស្ដើងហ្នឹងឆ្លិចអាសស្ដើងហ្នឹងចោលមកជន់ទៀតយកតែអាកណ្ដាលទេតែអាកណ្ដាលទៅវិញហ្នឹងក៏កវាត់ចោលទៀតដែរនិយាយពីញ៉ាំអនាម័យណាស់អញ្ចឹងมันសុខភាពស្វាល្អណាស់បងប្អូនអើយខ្ញុំចិញ្ចឹមស្វាមេវានោះជិត10ឆ្នាំហើយអាយុប៉ុន្តែមិនដែលឈឺអស់លុយ1រៀលទេបើឆ្កែឈឺចូលម្ដងទៅដេកមួយយប់ពីរយប់អីអស់30រៀលលើឆ្កែបើថាស្វាមិនដែលបានឈឺអស់លុយ100ទេសុខភាពល្អណាស់ព្រោះគាត់ញ៉ាំរបស់អនាម័យណាស់របស់អីស្អិតគាត់ជូតសិនគាត់ជូតឲ្យស្អាតសិនមិនគាត់ញ៉ាំតិចតែបោះអីប្រឡាក់ដីហើយនឹងគាត់រើសមកជូតសិនណាជូតឲ្យបានញ៉ាំទៀតចឹងសត្វស្វាអនាម័យណាបងប្អូនអើយហ្នឹងហើយអរគុណច្រើនបងប្អូនដែលតាមដានវីដេអូ Cookie Billy កន្លងមកបងប្អូនហើយជួយ like page ម្នាក់មួយផង